Ba số số đây bạn. Nhómមានគម្រោងបង្កើតខុស AI មួយ AI ហ្នឹងយើង train ទិន្នន័យផ្សេងហ្នឹងឬក៏យើងនិយាយថា generate AI វគ្គ AI នេះយើងអត់ប្របាក់រៀនទេអ្នកអត់ចេះសោះក៏អាចរៀនបានដែរគឺយើងរៀនចាប់ផ្ដើមមូលដ្ឋានគ្រឹះអីដល់យើងរៀនកូដពីមូលដ្ឋានគ្រឹះមកតែយើងរៀនខ្លីទេមូលដ្ឋានគ្រឹះបន្ទាប់មកបានយើងទៅ generate ទិន្នន័យឬក៏យើងនិយាយថា training ទិន្នន័យយកមកយើងរៀនរយៈពេល8សប្តាហ៍បាទហើយចំពោះតម្លៃចាំមើលខ្ញុំនឹង set ជូននៅក្នុង Google Form នៅពេលដែលខ្ញុំឲ្យគ្នាយើងពេញឈ្មោះបើសិនគ្នាយើងចាប់អារម្មណ៍អីសុំចុះឈ្មោះទៅបាទតម្លៃខ្ទង់ប្រហែល$150ហ្នឹងបាទយើងរៀនរយៈពេល8សប្តាហ៍AI យើងđangស្រាប់ហើយចំពោះមុខជាហ្នឹងណាគឺយើងអាចយកទៅ apply បង្កើតជា software ជា app ជា robot ផ្សេងហ្នឹងគេប្រើ AI ហ្នឹងដែលគេកំពុងតែពេញនិយមនាពេលបច្ចុប្បន្នហ្នឹងតែអញ្ចឹងទៅបើសិនគ្នាយើងចាប់អារម្មណ៍ចង់ចូលរៀនសូមតាក់ទងខ្ញុំមកដើម្បីខ្ញុំដឹងពីចំនួនណាយើងដឹងហើយចំពោះ AI នេះមិនសូវមានអ្នកដឹងប៉ុន្មានទេ AI នេះយើងអាចយកវាទៅធ្វើជាហៅថាទៅដាក់តាមឧបករណ៍ផ្សេងដូចជាឧបករណ៍ផ្ទះបាយសម្ភារៈផ្សេងទាំងហៅថាទៅលើតុកៅអីផ្សេងហ្នឹងយើងអាចយកទៅវាយកបច្ចេកវិទ្យា AI ហ្នឹងយកទៅបំពាក់វាបានដូចជាឡានកូនក្មេងនេះផ្សេងហ្នឹងស្រាប់គេប្រើបច្ចេកវិទ្យា AI តែអញ្ចឹងបើសិនយើងចេះពីមូលដ្ឋានគ្រឹះ AI ហ្នឹងទៅគឺវាល្អសម្រាប់ពួកយើងសូមបញ្ជាក់ចាស់ AI ហ្នឹងវាគឺជាលក្ខណៈជាកម្មវិធី program មួយដែលយើងបំពាក់ទៅលើឧបករណ៍អេឡិចត្រូនិកដូចជាថារថយន្តគ្មានមនុស្សបើកហ្នឹងបើសិនគេអត់បំពាក់ AI ទេរថយន្តហ្នឹងវាមិនអាចបើកទៅមុខអីបានទេបាទបើថាបើសិនអត់បំពាក់ប្រព័ន្ធ AI ទេវាអាចបើកទៅមុខគេអីវាដឹងទិសដឹងតំបន់ណាបាទ